នគរបាលចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីណែនាំគ្រប់អាជីវករមិនអនុញ្ញាតឲ្យនាំចូលតាំងលក់កាំភ្លើងបាញ់ទឹកផាវកាំជ្រួចឬគ្រឿងផ្ទុះផ្សេងៗអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញស្តីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីណែនាំគ្រប់អាជីវករមិនអនុញ្ញាតឲ្យនាំចូលតាំងលក់កាំភ្លើងបាញ់ទឹកផាវកាំជ្រួចឬគ្រឿងផ្ទុះផ្សេងៗចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2026លោកឧត្តមស្នេហ៍តូពុតបញ្ញាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចាត់តាំងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរៈស្នេហ៍ឯកយឹមសុជាតិនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប្រចាំដើម្បីផ្សព្វផ្សាយការងារនេះនគរបាលនឹងត្រួតពិនិត្យជាក់ស្ដែងអប់រំណែនាំផ្ទាល់ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់មិនអនុញ្ញាតឲ្យនាំចូលតាំងលក់នៅកាំភ្លើងបាញ់ទឹកផាវកាំជ្រួចឬគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទនៅលើទីផ្សារដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់